រឿងព្រះរេវតខតិរវនិយសាមណេរជាអេតតកៈជាកំពូលផ្នែកនៅក្នុងព្រៃរេវតខតិរវនិយសាមណេរជាអ្នកមានសេចក្តីឆ្លៀវឆ្លាតមានភាពពូកែអង្អាចនិងមានការសម្រេចចិត្តដែលបដូរផ្ដាច់មកតាំងពីវ័យក្មេងទាំងមានគុណសេចក្តីល្អដែលលោកប្រព្រឹត្តបដិបត្តិរហូតជួបប្រទះនៅសេចក្តីសម្រេចអរិយធម៌ជាន់ខ្ពស់ប្រៀបដូចជាការចប់បរិញ្ញាជីវិតជាន់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនាជីវប្រវត្តិក្នុងអតីតជាតិរបស់ព្រះរេវតខតិរវនិយសាមណេរតាមដែលមានប្រកាសក្នុងអត្ថកថាគម្ពីរមនោរដ្ឋបូរណីដែលពង្រីកសេចក្តីបាលីនៃគម្ពីរអង្គត្រនិកាយឯកនិបាតដូចនេះក្នុងពុទ្ធសម័យនៃព្រះបតមុត្តរៈរេវតខតិរវនិយសាមណេរបានកើតក្នុងនគរហង្សវតីមានអាជីពក្នុងការជួញដូរផ្លូវទូកមានកំពង់ឈ្មោះថាបកយាកបតដ្ឋានតាំងនៅមាត់ច្រាំងស្ទឹងមហាគង្គារេវតខតិរវនិយសាមណេរបានជានាយសំពៅនិងមានអំណាចក្នុងការគ្រប់គ្រងចាត់ចែងកិច្ចជួញដូរគ្រប់យ៉ាងក្នុងវេលានោះព្រះបតមុត្តរសម្មាសម្ពុទ្ធព្រមដោយភិក្ខុ100,000 អង្គបានស្ដេចទៅដល់កំពង់បកយាបតដ្ឋាននោះនាយសំពៅនោះបានឃើញព្រះសម្ពុទ្ធហើយគិតពិចារណាថាយើងមិនមានឱកាសនឹងបានឃើញព្រះពុទ្ធជានិច្ចទេគ្រានោះជាពេលដែលមានឱកាសល្អដែលបានឃើញយើងគួរធ្វើសេចក្តីល្អដែលជាបុណ្យកុសលទុកគិតដូច្នេះហើយទើបឲ្យមនុស្សទាំងឡាយជួយគ្នាចងទូកគួបចូលគ្នាហើយប្រក់សម្ពុតជាពីដានក្នុងខាងលើចងភូងផ្កាឈើរបស់ក្រអូបបន្តោងចុះមកយ៉ាងស្រស់ស្អាតក្រាលកម្រាលដែលមានតម្លៃថ្លៃហើយក្រាបទូលនិមន្តព្រះសម្ពុទ្ធព្រមទាំងព្រះសង្ឃទាំង100,000 អង្គនោះព្រះអង្គយាងចុះគង់នៅក្នុងទូកដែលប្រដាប់តាក់តែងល្អហើយគ្រានោះព្រះបតមុត្តរសម្មាសម្ពុទ្ធតែងតាំងភិក្ខុមួយអង្គជាអ្នកនៅក្នុងព្រៃឲ្យជាអ្នកប្រសើរក្នុងការនៅក្នុងព្រៃនាយសំពៅឃើញភិក្ខុនោះបានទទួលការសរសើរក្នុងទីប្រជុំសង្ឃទើបពេញចិត្តក៏គិតថាយើងគួរនឹងទទួលបានពាក្យសរសើរថាអ្នកជាអ្នកប្រសើរក្នុងការនៅក្នុងព្រៃយ៉ាងនោះក្នុងព្រះពុទ្ធសាសនារបស់ព្រះពុទ្ធណាមួយដែលនឹងត្រាស់ដឹងក្នុងកាលខាងមុខហើយទើបរៀបចំចាត់ចែងធ្វើមហាទានថ្វាយដល់ព្រះសម្មាសម្ពុទ្ធបតមុត្តរៈព្រមជាមួយភិក្ខុសង្ឃ100,000 អង្គដោយធ្វើរហូតអស់7 ថ្ងៃគ្រាគេថ្វាយមហាទានដល់ជាប់តគ្នាគ្រប់7 ថ្ងៃហើយទើបក្រាបចុះទាបព្រះបាទារបស់ព្រះសម្មាសម្ពុទ្ធបតមុត្តរៈនឹងបានតាំងសេចក្តីប្រាថ្នាថាភិក្ខុអង្គណាដែលព្រះអង្គទ្រង់បានតាំងទុកតំណែងដែលប្រសើរនោះសូមឲ្យខ្ញុំព្រះអង្គបានជាអ្នកប្រសើរជាងភិក្ខុទាំងឡាយផ្នែកនៅក្នុងព្រៃក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយក្នុងអនាគតកាលនោះចុះព្រះបតមុត្តរៈទ្រង់ជាអ្នកប្រសើរបំផុតដោយបញ្ញាញាណទ្រង់ព្យាករថាលោកនឹងបានជាអ្នកប្រសើរក្នុងសាសនារបស់ព្រះសមណគោតមក្នុងរយៈពេល100,000 កាប់ខាងមុខទៀតក្រោយពីទ្រង់ព្យាករហើយព្រះអង្គក៏យាងពីប្រថាប់នោះនាយសំពៅត្រេកអរដូចបានកែវរតនៈដ៏មានតម្លៃព្រោះកាលនឹងកើតឡើងព្រោះកាលនឹងកើតមកក៏មានតែសេចក្តីត្រេកអរសុខចិត្តហាក់បីដូចជាមានសេចក្តីប្រាថ្នានៅចិត្តបង្កោយទាំងដែលនៅក្នុងកាល100,000 កាប់ខាងមុខទៀតដែលជាវេលាដ៏យូរក្រៃលែងនោះតែយ៉ាងណាក៏ដោយសេចក្តីពេញចិត្តក្នុងការសម្រេចសេចក្តីប្រាថ្នានឹងបានជាជំនួយឲ្យនាយសំពៅនោះ ท
ធ្វើកល្យានកម្មរឿយមករហូតអស់មួយជីវិតនឹងកាលគេអស់មួយជីវិតហើយបានទៅឲ្យសុខសម្បត្តិនៅក្នុងទេវតានិងមនុស្សគ្រប់កាលចំណែកជីវប្រវត្តិក្នុងអតីតជាតិរបស់លោកដែលពោលទុកក្នុងគម្ពីរខុទ្ទកនិកាយអបទានដែលជាការពោលទុកដោយខ្លួនលោកនោះឯងគឺពោលក្រោយពេលដែលលោកជាព្រះអរហន្តហើយមានស្ទឹងមួយឈ្មោះថាភាគីរស័យហូរចេញអំពីព្រៃហេមពៀនកាលនោះខ្ញុំកើតជានាយទូកនៅក្នុងកំពង់មិនល្អជាកំពង់ឆ្លងមកកាន់ត្រើយអាយព្រះសម្ពុទ្ធជានាយកព្រះនាមបតមុត្តរៈព្រះអង្គប្រសើរជាងសត្វជើងពីរបំរុងនឹងឆ្លងខ្សែទឹកក្នុងស្ទឹងជាមួយនឹងភិក្ខុសង្ឃ100,000 អង្គខ្ញុំបានប្រមូលទូកជាច្រើនហើយធ្វើដំបូលប្រក់ដែលពួកជាងឈើតាក់តែងល្អហើយនៅទទួលព្រះនរាសភៈព្រះសម្ពុទ្ធទ្រង់ស្ដេចមកឡើងគង់លើទូកព្រះសាស្តាទ្រង់ស្ថិតត្រង់កណ្ដាលទឹកស្ទឹងហើយត្រាស់គាថាទាំងនេះថាបុគ្គលណាបានចម្លងព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃជាអ្នកមិនមានអាសវៈបុគ្គលនោះនឹងត្រេកអរក្នុងទេវលោកដោយចិត្តជ្រះថ្លានោះឯងវិមានសន្តានដោយទូកដែលបញ្ញកម្មធ្វើល្អហើយនឹងកើតមកដល់អ្នកវិមាននោះនឹងត្រត្រង់នៅដំបូលជាវិការនៃផ្កាឯកដ៏អាកាសសពកាលក្នុងកັບទី58បុគ្គលនោះនឹងបានជាស្ដេចចក្រពត្តិព្រះនាមតារណៈជាឥស្សរៈលើផែនដីមានសមុទ្រទាំង4ជាទីបំផុតទ្រង់ឈ្នះសង្គ្រាមក្នុងកັບទី57នឹងបានជាស្ដេចព្រះនាមចំបកៈមានកម្លាំងច្រើនរុងរឿងដោយព្រះអាទិត្យកំពុងរះក្នុងកັបទី100,000ព្រះសាស្តាព្រះនាមកោដំកើតក្នុងឱកាកត្រកូលនឹងបានត្រាស់ដឹងក្នុងលោកស្ដេចចំបកៈនោះយុទ្ធចាកទេវលោកមកកាន់អត្តភាពជាមនុស្សនឹងកើតជាព្រាហ្មណ៍ឈ្មោះរេវតៈកុមារនោះត្រូវកុសលមូលដាស់តឿនឲ្យចេញចាកផ្ទះទៅបួសក្នុងសាសនានៃព្រះមានព្រះភិក្ខព្រះនាមកោដំរេវតភិក្ខុនោះលុះបួសរួចហើយក្នុងកាលជាខាងក្រោយមកដោយសេចក្តីព្យាយាមខំចម្រើនវិបស្សនាកំណត់អាសវៈទាំងពួងជាអ្នកមិនមានអាសវៈនិងបរិនិព្វានសេចក្តីព្យាយាមរបស់ខ្ញុំគួរដើម្បីនាំមកនៅធុរៈជាទីនាំមកនៅធម៌ដ៏ក្សេមចាយោគៈខ្ញុំត្រត្រង់រាងកាយមានក្នុងទីបំផុតគឺមជ្ឈមជាតិក្នុងសាសនានៃព្រះសម្ពុទ្ធបដិសម្ពិទា4វិមោខៈ8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះសម្ពុទ្ធក៏ខ្ញុំបានប្រតិបត្តិហើយជីវប្រវត្តិបច្ចុប្បន្នជាតិរបស់ព្រះរេវតខតិរវនិយសាមណេរមានពោលនៅក្នុងអដ្ឋកថាគម្ពីរមនោរដ្ឋបរណីថាសាមណេររូបនេះបានចាប់បដិសន្ធិក្នុងគភ៌របស់នាងសារីព្រាហ្មណីបិតាឈ្មោះថាវាំងកុត្តព្រាហ្មណ៍នៅក្នុងស្រុកនីលកៈឬនីលន្ទាក្នុងនគរមគធៈដោយកើតជាប្អូនពៅរួមផ្ទៃរបស់បងប្អូនទាំង7អ្នកនឹងមានឈ្មោះថារេវតៈបងប្រុសរបស់ព្រះរេវតៈមាន3នាក់គឺឧបទេសៈព្រះសរិបុត្រចន្ទៈឧបសេនៈនិងបងស្រី3នាក់គឺចាលាឧបចាលាសីសុបចាលាបងប្រុសនិងបងស្រីទាំង6នាក់មានព្រះសរិបុត្រទេជាដើមបានចេញបួសក្នុងព្រះពុទ្ធសាសនាគ្រប់គ្នានៅសល់តែព្រះរេវតៈប្អូនពៅបំផុតម្នាក់ប៉ុណ្ណោះដែលនៅក្នុងផ្ទះជាមួយឪពុកម្ដាយកាលរេវតៈតាំងនៅក្នុងបឋមវ័យអាយុ7ឆ្នាំមាតាមានសេចក្តីខ្វល់ខ្វាយខ្លាចកូនប្រុសនឹងគេចចេញទៅបួសព្រោះហេតុការណ៍ដែលកន្លងមកហើយធ្វើឲ្យគាត់សេញចឹងគិតជានិច្ចថាកាលទារកកូនរបស់យើងធំឡើងហើយព្រះសមណៈសក្យបុត្រទាំងឡាយបាននាំទៅបព្វជិអស់
យើងនឹងចងរេវតៈទុកដោយចំណងគឺផ្ទះគឺឲ្យមានគូក្រងនៅក្នុងវ័យក្មេងហើយទើបបានទៅស្ដីដណ្ដឹងកុមារិកាពីត្រកូលដែលស្មើគ្នានឹងកំណត់យកថ្ងៃមង្គលការគ្រាដល់ថ្ងៃកំណត់ហើយពួកញាតិទើបជួយតែងខ្លួនឲ្យរេវតៈព្រមទាំងកុមារជាបរិវារយ៉ាងច្រើនហើយទើបនាំគ្នាទៅកាន់ផ្ទះនៃកុមារនៃក្រុមញាតិរបស់នាងកុមារិកានោះកាលពួកញាតិទាំងសងខាងបានមកប្រជុំគ្នាហើយទើបផ្ដើមធ្វើមង្គលដើម្បីភាពជាសិរីសួស្តីក្រុមញាតិដែលសង្ឃឹមសេចក្តីចម្រើនដល់នាងកុមារិកាបានចាប់ដៃកុមារិកាជ្រលក់នៅក្នុងថាសទឹកមង្គលនិងពោលពាក្យដែលជាមង្គលគឺរបស់ដែលធ្វើសេចក្តីសុខសេចក្តីចម្រើនឲ្យមកសេចក្តីចម្រើនមកឲ្យដោយពោលថានាងចូលឃើញធម៌ដែលទាយិកាគឺលោកយាយរបស់អ្នកឃើញហើយអ្នកចូលមានជីវិតយឺនយូរវែងក្រឡែងជាងលោកយាយនេះរេវតៈស្ដាប់ហើយគិតថាលោកយាយនេះឃើញធម៌អ្វីនិងកុមារិកានេះនៅក្នុងវ័យជំទង់រូបរាងរបស់កុមារីនេះតទៅនឹងដូចជាលោកយាយដែរឬទេហើយទើបសួរថាលោកទាំងឡាយថាអ្វីនឹងបុគ្គលទាំងឡាយក៏ឆ្លើយថារេវតៈអ្នកមិនឃើញទេឬស្ត្រីជរានេះមានអាយុ120ឆ្នាំមានធ្មេញបាក់សក់ឡើងសស្បែកជ្រាវជ្រួញមានខ្លួនពាសពេញទៅដោយអាចរុយនិងមានឆ្អឹងប្រៀបដូចជារនុកផ្ទះស្ត្រីជរានេះជាលោកយាយរបស់កុមារិកានេះពួកយើងសូមឲ្យកុមារិកានេះចូលមានជីវិតយឺនយូរទៅដល់ចាស់ជរាដោយលោកយាយនេះរេវតៈត្រូវការដឹងសេចក្តីពិតទើបសួរថាអ្នកទាំងឡាយក្នុងអនាគតរូបរាងរបស់កុមារនេះនឹងដូចជារូបរាងរបស់លោកយាយនេះឬបុគ្គលទាំងឡាយពោលតបឲ្យរេវតៈឲ្យបានយល់សេចក្តីពិតរបស់ជីវិតថាមនាលរេវតៈហេតុអ្វីអ្នកទើបសួរយ៉ាងនេះធម្មតាអ្នកមានបុណ្យច្រើនរមែងយ៉ាងនេះរេវតៈគិតពិចារណាថារាងកាយនេះនឹងដល់អាការៈប្លែកមានស្បែកជ្រាវជ្រួញមានសក់ស្កូវមានធ្មេញបាក់ដោយលោកយាយនេះហើយនឹងរវល់វង្វេងយកចិត្តទុកដាក់ជាមួយរូបនេះឧបតិស័កបងប្រុសរបស់យើងមកជានឹងបានពិចារណាឃើញសេចក្តីពិតក្នុងរឿងនេះហើយថ្ងៃនេះឯងហើយដែលយើងនឹងកិច្ចទៅបួសឲ្យបានវិធីកិច្ចទៅបួសរបស់រេវតៈមាន2វិធីតែក្នុងមួយវិធីក៏មានហេតុផលល្មមជឿបានទាំងពីរវិធីមួយមានរឿងប្រកាសក្នុងអត្ថកថាគម្ពីរមនោរថបុរណីពោលថា